Franklin Delano Roosevelt គឺជាប្រធានាធិបតីទី32របស់សហរដ្ឋអាមេរិកនិងជាប្រធានាធិបតីដែលកាន់តំណែងយូរបំផុតដល់ទៅ12ឆ្នាំទទួលការជ្រើសរើសពីការបោះឆ្នោតដល់ទៅ4អាណត្តិទើបមិនមែនជាការនិយាយហួសការពិតទេបើនិយាយថាគាត់ជាប្រធានាធិបតីដែលប្រជាជនពេញនិយមនិងចូលចិត្តស្រឡាញ់និងគោរពខ្លាំងបំផុតម្នាក់ក្នុងគេហទំព័រប្រវត្តិសាស្ត្រនយោបាយរបស់អាមេរិកព្រោះគាត់ជាហេតុផលមួយដែលធ្វើឲ្យអាមេរិកមាននៅស្ថិរភាពរីកចម្រើនឈានមុខបានយ៉ាងខ្លាំងដោយសពថ្ងៃរឿងដែលអ្នកគួរដឹងគឺគាត់មានជំងឺខួរឆ្អឹងខ្នងរហូតត្រូវសម្រាកព្យាបាលខ្លួនដល់ទៅ7ឆ្នាំទោះបីជាគាត់ព្យាបាលយ៉ាងល្អប៉ុណ្ណាប៉ុន្តែផលអាក្រក់នៃជំងឺបានធ្វើឲ្យគាត់ត្រូវពិការពាក់កណ្ដាលខ្លួនខាងក្រោមមិនអាចឈរបានដោយប្រាជ្ញាជួយច្រត់ពេលទៅណាមកណាម្ដងត្រូវអាស្រ័យលើរទេះរុញតែម្យ៉ាងតែប៉ុណ្ណោះទោះបីជាគាត់ជាជនពិការពិតមែនក៏ប៉ុន្តែសម្រាប់ប្រជាជនអាមេរិកលោកគឺជាមនុស្សដែលមានសមត្ថភាពម្នាក់ដោយគាត់បានបង្ហាញសមត្ថភាពក្នុងការគ្រប់គ្រងប្រទេសក្នុងសម័យដែលគាត់ត្រូវជ្រើសតាំងឲ្យធ្វើជាអភិបាលរដ្ឋញូវយ៉ករហូតដល់គ្រប់គ្នាឃើញច្បាស់ហើយថាយល់ព្រមលើកតំណែងប្រធានាធិបតីឲ្យគាត់ដោយគ្មានមន្ទិលសង្ស័យព្រោះវិចារនិងគំនិតរបស់គាត់បានធ្វើឲ្យគ្រប់គ្នាជឿថាគាត់ជាមេដឹកនាំដែលនឹងអាចដឹកនាំប្រទេសឆ្លងផុតសម័យកាលដ៏លំបាកវេទនានេះទៅបានដោយសារពេលនោះសេដ្ឋកិច្ចរបស់អាមេរិកមិនសូវជាល្អប៉ុន្មានឡើយពេលដែលគាត់បានទទួលតំណែងប្រធានាធិបតីគាត់បានងើបចេញពីរទេះរុញហើយឈរឡើងដើម្បីនិយាយពាក្យប្រស្រ័យទៅកាន់មហាជនដែលកាន់តែធ្វើឲ្យប្រជាជនដែលនៅក្នុងហេតុការណ៍នោះកោតសរសើរប្រធានាធិបតីដែលសូម្បីតែរាងកាយមានជំងឺតែទឹកចិត្តក្លាហានមោះមុតយ៉ាងអស្ចារ្យឃើញថាពិការភាពមិនបានធ្វើឲ្យគុណតម្លៃរបស់ប្រធានាធិបតី Roosevelt ថយចុះសូម្បីតែបន្តិចគាត់ប្រឹងប្រែងធ្វើការដើម្បីប្រជាជនហើយសម័យដែលគាត់កាន់តំណែងត្រូវនឹងពេលសង្គ្រាមលោកលើកទី2ល្មមទើបគាត់ត្រូវបង្ហាញកម្លាំងនិងភាពក្លាហានក្នុងការទប់ទល់ប្រឆាំងនឹងការទន្ទ្រានរបស់ជប៉ុនដែលបានបញ្ជូននៅយន្តហោះចម្បាំងមកវាយលុកតំបន់ Pearl Harbor ជាតំបន់មួយស្ថិតនៅក្នុងកោះ Hawaii វិនាសកម្មខ្ទេចខ្ទីដែលមានមនុស្សស្លាប់ជាច្រើនក្នុងហេតុការណ៍នោះភាពរឹងមាំខាងផ្លូវចិត្តរបស់លោក Roosevelt ចាត់ទុកជារឿងដែលគួរឲ្យសរសើរគាត់ដឹងច្បាស់ថាគាត់ជាមនុស្សពិការប៉ុន្តែគាត់មិនបណ្ដោយឲ្យភាពពិការនោះគ្រប់គ្រងជីវិតនិងចិត្តរបស់គាត់បានឡើយភាពពិការបានឆក់យកសេរីភាពក្នុងការដើរពីគាត់ពិតមែនតែវាពុំអាចធ្វើឲ្យគាត់និងចិត្តគាត់រាថយឡើយមិនអាចធ្វើឲ្យគាត់មានអារម្មណ៍ថាខ្លួនគាត់ជាមនុស្សដែលគ្មានតម្លៃហើយពុំអាចធ្វើឲ្យគាត់មានអារម្មណ៍ថាជីវិតនេះគ្មានសេចក្តីសុខបានឡើយគាត់យកឈ្នះពិការភាពបានដោយចិត្តដែលពោពេញទៅដោយគំនិតវិជ្ជមានRoosevelt ប្រើពេលវេលាដែលនៅសេសសល់ក្នុងជីវិតសម្រាប់ធ្វើកិច្ចការដើម្បីអភិវឌ្ឍប្រទេសទើបជារឿងដែលគួរឲ្យគិតថាចុះតើយើងវិញចំណាយពេលភាគច្រើនទៅលើអ្វីសាកសួរខ្លួនឯងថាក្នុងមួយថ្ងៃយើងចំណាយពេលវេលាលើអ្វីខ្លះយើងរវល់តែធ្វើរឿងឥតប្រយោជន៍ប្រឹក្សាស្រវឹងឡោមប៉ាដើរលេងមិនសូវចូលចិត្តធ្វើការងារចូលចិត្តទៅដើរលេងយប់ពេលភ្លឺទើបត្រឡប់មកផ្ទះតើនេះឬគឺជាការប្រើជីវិតដែលសមនឹងតម្លៃពិតណាស់វាមិនបានផ្ដល់អ្វីដល់យើងសូម្បីតែបន្តិចឡើយក្រៅពីសេចក្តីសុខតែមួយរយៈពេលខ្លីប៉ុណ្ណោះ Roosevelt អាចពុំមែនជាមនុស្សដែលពេញបរិបូរណ៍ខាងរាងកាយតែគាត់មានភាពជាមនុស្សពេញបរិបូរណ៍ជាងមនុស្សដែលអាចដើរបានធម្មតាទៅទៀតព្រោះគាត់យល់ច្បាស់ថានៅពេលដែលយើងកើតមកលើโลกនេះក្នុងសង្គមមួយនេះតួនាទីដ៏ស័ក្តិសមរបស់យើងគឺការធ្វើឲ្យសង្គមនេះគួរឲ្យចង់រស់នៅឡើងមិនតែប៉ុណ្ណោះគាត់បានធ្វើឲ្យមនុស្សនៅជុំវិញខ្លួនមានអារម្មណ៍ថាសំណាងល្អដែលបានកើតមកនៅក្បែរគាត់ធ្វើឲ្យមនុស្សទូទាំងប្រទេសមានអារម្មណ៍ពេញចិត្តនឹងការដែលពួកគេមានប្រធានាធិបតីដែលខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍប្រទេសរបស់ខ្លួនឯងទាំងអស់គ្នាបើដល់ថ្នាក់ពិការភាពដែលជាជំងឺធ្ងន់ធ្ងរហើយនៅមានអ្នកអាចយកឈ្នះបានអញ្ចឹងរឿងដតីរមែងពុំមែនជារឿងពិបាកដែលយើងយកឈ្នះមិនបាននោះទេភាពនឿយហត់ភាពខ្ជិលច្រអូសការដែលត្រូវចវាយនាយស្ដីបន្ទោសទាំងនេះជារឿងតូចតាចដែលចូលមកហើយក៏ឆ្លងផុតទៅវិញដោយគ្រាន់តែសម្រាប់បន្តិចក៏បាត់ទៅហើយដូច្នេះចូលកុំបណ្ដោយឲ្យរឿងដែលបន្ថយកម្លាំងចិត្ត
ទាំងនោះចូលមកមានអធិពលរហូតបញ្ជាឲ្យយើងថយចេញពីវិថីជោគជ័យហើយកុំយកចំណុចខ្សោយបន្តិចបន្តួចមកធ្វើជាលេសថាយើងធ្វើមិនបានដូចជាការនិយាយត្រដិតបុគ្គលិកលក្ខណៈមិនល្អសតិបញ្ញាមិនអស្ចារ្យមិនពូកែទំនាក់ទំនងធ្វើការងារមិនលឿនឬខ្លួនយើងចាស់ពេកក្មេងពេកដែលរឿងនេះចាត់ទុកថាជារឿងកំពេចកំពុកខ្លាំងណាស់បើប្រៀបធៀបនឹងរឿងដែលលោកប្រធានាធិបតីប្រឈមមកជាមួយជីវិតនោះនេះគឺជាសទ្ធានៃជីវិតដ៏មហាសាលរបស់កំពូលមនុស្សលំដាប់ថ្នាក់អ្នកដឹកនាំ